នាមចៅមាននប់តាំងពីអ្នកម្ដាយបានលាចាកលោកទៅនៅសល់តែភ្នោអ្នកម្ដាយហើយហេតុអីកូនអ្នកម្ដាយទទួលអនិច្ចកម្មចោលកូនទុកឲ្យកូននៅបម្រើលោកសេដ្ឋីតែម្នាក់ឯងឥឡូវនេះកូនមិនបាននៅថែអ្នកម្ដាយទៀតទេសូមអ្នកម្ដាយនៅជាមួយព្រៃភ្នំក្រំថ្មនេះចុះកូនសូមលាអ្នកម្ដាយទៅបម្រើសេដ្ឋីដើម្បីបោះដំណុលគេហើយអ្នកម្ដាយអើយកូននឹកអ្នកម្ដាយខ្លាំងណាស់កូនសូមលាអ្នកម្ដាយសិនហើយសប្បាយណាស់ម្ចាស់បងឆ្នាំនឹងមកគឺថាកភើហ្មងមិនមែនអីម្ចាស់បងមែនណាម្ចាស់បងនិយាយអញ្ចឹងខ្ញុំដូចជាអៀនដល់ហើយអូយមិនដឹងអៀនអីទេនៅជាមួយគ្នារាល់ថ្ងៃម្ចាស់បងមិនមែនម្ចាស់អូនពើណែម្ចាស់បងមើលទៅណោះអីណាឃើញទេមើលទៅចៅមាននប់ម្នាក់នោះហេតុអីបានជាគេពិបាកចិត្តសោកសង្រេងយំដេកអោបភ្នោម្ដាយដូចជាទុកសោកពេញទំហឹងតែម្ដងហើយណាម្ចាស់បងម្ចាស់អូនពៅខ្ញុំដូចជាមានចិត្តអាណិតអាសូរដល់បរិសម្នាក់នោះណាចិត្តសប្បុរសរបស់ម្ចាស់អូនពៅបងយល់ច្បាស់ណាស់ប៉ុន្តែនេះជាជីវិតរបស់មនុស្សអញ្ចឹងហើយមានក្រមានណាម្ចាស់អូនពៅមិនបាច់ព្រួយបារម្ភទេជាជីវិតរបស់មនុស្សលោកទេណាតែខ្ញុំចង់ចោះទៅឋានកណ្ដាលណាម្ចាស់បងទេមិនបានទេតែដល់បេដានឹងងាប់ទៅមិនបានទេម្ចាស់អូនពៅទៅមិនបានជាដាច់ខាតម្ចាស់បងខ្ញុំចង់ទៅសាក់លបងចិត្តបរោះម្នាក់នោះទៅថាតើគេមានចិត្តប្រតិបត្តិមកលើខ្ញុំម្ចាស់ដែរឬក៏អត់ណាម្ចាស់បងណាហើយម្ចាស់បងម្ចាស់បងទៅជួយទៅវិញតាមពីអ្នកអង្គឯងនឹងចង់ទុកឲ្យខ្ញុំចង់ទៅឋានកណាហើយបងប្រាប់បៃតាត្រង់សួរម្ចាស់បងឆ្លើយថាអត់ដឹងទៅវាចាប់បាត់ទៅហើយណាម្ចាស់បងជួយខ្ញុំម្ដងទៅណាម្ចាស់បងណែម្ចាស់បងមិនដឹងដោះស្រាយមិនទេតែបៃតាដឹងម្ចាស់បងជួយខ្ញុំម្ដងទៅខ្ញុំចង់ចោះទៅជួយសង្គ្រោះចៅមាននប់នោះណាឥឡូវចេះចោះទៅក៏ទៅចោះចាំម្ចាស់បងជួយលាក់ឲ្យមិនណាម្ចាស់បងតយមិនកើតទីដឹងអីមិនអីទេបើម្ចាស់អូនចង់ទៅឲ្យអត់ម្ចាស់អូនទៅលេងសិនទៅម្ដងទេណាម្ចាស់បងម្ចាស់អូនបើមានរឿងអីទៅងាប់ម្ចាស់បងពីរនាក់ណាតែម្ដងហ្នឹងទេណាម្ចាស់បងឥឡូវទៅឲ្យស្រូតទៅចោះទៅចាំបងជួយលាក់ឲ្យចាំបងកុំក្រាំលាក់ល្អហើយទៅចោះណែម្ចាស់បងតយចេះតែបដ ឲ្យម្ចាស់អូនពៅទៅអញ្ចឹងហើយមិនកើតទេម្ចាស់អូនពៅរបស់យើងមានតែមួយអញ្ចឹងយើងយល់ចិត្តម្ចាស់អូនពៅរបស់យើងឲ្យទៅម្ដងទៅម្ចាស់បងតយយើងធ្លាប់មាន3ដល់ពេលមាន1នៅ2ចងយងយណាចុះ2ចងយងយក៏ដោយតែយ៉ាងណាយើងត្រូវតែលាក់បៃតាយើងឲ្យកុំឲ្យបៃតាយើងដឹងឲ្យសោះណាលាក់យ៉ាងម៉េចបើពេលមកគាត់ដឹងថា3នាក់ដល់ពេលទៅវិញទៅ2ធ្វើមិនទៅប្រាក់ផខ្លះទៅថាបៃតាម្ចាស់អូនពៅនៅក្នុងដំណាក់ឯណោះម្ចាស់ចេះចេះដឹងជាងគេពេលលាក់អូយពិបាកនិយាយណាអូយម្ចាស់អូនអ៊ីតអើយណាហោះលើនឹងលេងទៅចាំតិចទៀតចាំចូលដំណាក់ស្ដាប់បានអត់ម៉េចនិយាយអញ្ចឹងម្ចាស់បងឆ្ងាយតែម្ចាស់អូនពៅភ្លេចមើលម្ចាស់បងស្អាតទេពេញឆ្នាំហ្នឹងមករីកប៉ុណ្ណាណៃអាណិតខ្លួនណារាល់ថ្ងៃកំមុំចាស់អស់លេងអត់មានណាឃើញគេបែបផ្សេងសោះម្ចាស់អូនពេញកំមុំចាស់ឯណាទេម្ចាស់បង
អីហ្នឹងចាអូនក៏ស្អាតដែរហើយអៀនឥឡូវគេមើលឃើញគូរបស់គេយើងមើលឃើញណាគេណាញ៉ៅនៅពីរនាក់នឹងព្រើទៅអើយដល់អញ្ចឹងច្បាស់អញ្ចឹងចាំមកហោះលេងពេញហ្នឹងឯងម្ចាស់អូនពេញមេឃតាមម្ចាស់ហោះបងអោខ្ញុំមកដល់កណ្ដាលព្រៃនេះស្ងាត់ខ្លាំងណាស់មើលចុះព្រៃព្រឹក្សាដ៏ស្រស់ត្រកាលមើលនោះសត្វកណ្ដោកំពុងតែប្រឡែងលេងជាមួយនឹងពស់វែកចុះអាពស់វែកវាលេងភ្លើមិនក៏លេបក្បាលកណ្ដោបាត់ក្បាលបាត់អញ្ចឹងអានេះងាប់កណ្ដោហើយខ្ញុំគិតរកកន្លែងសម្រាកសិនគួរឲ្យអាណិតបារម្ភម្នាក់នេះណាចាំមើលខ្ញុំសាក់លបងចិត្តគេទៅមើលស្ងាត់ណាស់មិនហ៊ានសម្រាប់ទេធ្វើដំណើរបន្តទៅមុខទៀតស្រាប់តែពាត់មកលើខ្ញុំដែរអើមកចេះចាប់នេះវៃណែតើលោកប្រញាប់ទៅណាខ្ញុំប្រញាប់ទៅធ្វើកញ្ចះគេលោកដូចជាលេងសើចពេកហើយមិនបានលេងសើចទេអ្នកនាងខ្ញុំប្រញាប់ណាស់ប្រញាប់ទៅធ្វើខ្ញុំកញ្ចះគេពិតមែនហើយចុះមូលហេតុអីទៅតែបណ្ដាលឲ្យលោកធ្លាក់ខ្លួនទៅធ្វើជាខ្ញុំកញ្ចះគេដូច្នេះនិយាយទៅជាពាក់គេវ៉ាន់កតាំងពីដើមមកហើយខ្ញុំពិបាករ៉ាប់ខ្ញុំប្រញាប់ទៅអ្នកនាងណែចុះភ្នោនោះជាភ្នោរបស់អ្នកណាភ្នោរបស់ម្ដាយខ្ញុំណែលោកអ្នកនាងកុំខិតចិត្តខ្ញុំពេកកណ្ដាលព្រៃស្ងាត់ណាស់មិនសមទេដឹងអីណែព្រមស្រឡាញ់ខ្ញុំតើយើងនឹងរួមរស់ជាមួយគ្នាខ្ញុំនឹងជួយទៅធ្វើខ្ញុំកញ្ចះគេបានពីអ្នកលោកណាមិនបានទេអ្នកនាងខ្ញុំមិនអាចទទួលសេចក្តីស្នេហាពីអ្នកនាងបានទេព្រោះអីខ្ញុំគឺជាអ្នកក្រីក្រខ្ញុំមានប្រាក់ឯណាមកដើម្បីចិញ្ចឹមអ្នកនាងទៅណែយើងមានតិចយើងហូបតិចមានច្រើនយើងហូបច្រើនយើងរស់នៅលក្ខណៈជាប្តីប្រពន្ធទៅណាមិនបានទេអ្នកនាងកុំសាំតប៉ែខ្ញុំប្រញាប់ណាណែប្រញាប់ទៅណានិយាយគ្នាសិនអ្នកនាងកណ្ដាលព្រៃស្ងាត់នៅតែពីរនាក់ប្រញាប់ខ្ញុំទ្រាំអត់បានណាណែលោកខ្ញុំក៏មានតែម្នាក់ឯងចំណែកលោកក៏មានតែម្នាក់លោកយើងបានគ្នាជាប្តីប្រពន្ធវាស័ក្តិសមណាប្តីប្រពន្ធមិននឹងកើតបើយើងគ្មានមេបាដឹងលឺចាស់ទុំដឹងលឺស្អីទៅដឹងផងយកគ្នាឆៅប្រយ័ត្នមេបាកាច់ងាប់ណែមិនអីទេមិនចាំបាច់ព្រួយបារម្ភទេព្រោះខ្ញុំក៏មានមេបាខាងខ្ញុំដែរណាអ្នកនាងដាក់មេបាមកតាមរកប្រុសការតែម្ដងណែលោកនិយាយដូចនេះដូចជាមិនសមសោះខ្ញុំមានមេបាដឹងលឺបើសិនជាលោកព្រមរៀបការជាមួយខ្ញុំណាឥឡូវហៅមេបារបស់អ្នកនាងមកមើលបើមានមេបាត្រឹមត្រូវមែនខ្ញុំសិតបថុយខ្លួនប្រានទៅចុះលោកតាម្ចាស់ដីលោកតាម្ចាស់ដីលោកតានេះហើយគឺជាមេបារបស់ខ្ញុំណាលោកហៅមកមានការអីឯងនេះគេសែនមន់សែនទាពេញកន្លែងខ្ទមឯងចៃដៃជើងគេមកទៀតនេះលោកឃើញទេលោកតាម្ចាស់ដីគឺជាមេបារបស់ខ្ញុំគ្រាន់តែធាក់ពីរបីជើងចេញមកផ្លូវធាក់ហើយចំក្បាលឯងនេះសំទោសណាលោកតាម្ចាស់ដីខ្ញុំនឹងបងមាននប់គឺបានស្រឡាញ់គ្នាតែមិនមានអ្នកណាធ្វើជាមេបាឲ្យលោកតាម្ចាស់ដីជួយផ្សំគុំឲ្យយើងទាំងពីរអ្នកផងអត់ទេបងមាននប់អ្នកនាងមានតែមេបាខាងអ្នកនាងឲ្យចុះខ្ញុំមានមេបាមានមហាឯណានឹងទៅស្អីដណ្ដឹងអ្នកនាងទៅអញ្ចឹងមិនត្រូវទៅធម្មតាប្រុសស្រីតែតែមានការស្អីដណ្ដឹងគ្នាពិតមែនហើយណែយកដើមជ្រៃធ្វើជាមេបារបស់បងទៅមែនហើយដើមជ្រៃមិនចេះនិយាយជើងការធ្វើជាលោកមហាលោកមេបាបានទៅដើមជ្រៃពិតជាចេះនិយាយមែនណាមិនដែលទេនាងចេះនិយាយផលធាក់ងាប់លើហើយឥឡូវបងឯងសាកសួរទៅមើលលោកដើមជ្រៃពិតជាធ្វើមេបាឲ្យបងបានមែនណាឥឡូវអ្នកនាងបើសិនជាដើមជ្រៃអាចនិយាយបានមែនខ្ញុំសុខចិត្តប្រកល់ខ្លួនប្រកល់ប្រាណផ្ទឹមការជាមួយអ្នកនាងចុះឥឡូវមើលដើមជ្រៃមិនដែលពីកាច់ពួកម៉ែមកដើមជ្រៃចេះនិយាយទេដើមជ្រៃឆាត់និយាយមកលោកតាដើមជ្រៃអាឡូលឺណាដើមជ្រៃចេះនិយាយមែនចេះនិយាយដើមជ្រៃបាទដើមជ្រៃបានតែចេះនិយាយទៅហើយឥឡូវនេះខ្ញុំទាំងពីរអ្នកស្រឡាញ់គ្នាជាប្តីប្រពន្ធសូមដើមជ្រៃជួយធ្វើជាមហាចែកចៅកូនលើមេបាដើម្បីឲ្យមកខ្ញុំផងមិនអីទេណាចៅមីនុកដើមជ្រៃសក់ចូលមាត់ហើយជួយគ្នាខ្លះទៅអូយសក្រងខំហើយលើកដើមជ្រៃអរគុណសក្រងខំមិនអីទេបង
បើអញ្ចឹងលោកមេបាទាំងសងខាងផ្សំគុំខ្ញុំតែម្ដងទៅ មិនអីទេចៅប្រុសចៅស្រីបើថាចៅប្រុសចៅស្រីស្រឡាញ់គ្នាហើយអ្នកតាមចាស់ទឹកចាស់ដីក៏សំគុំចោះណាលើកដៃសាពះទៅណែលោកតាឲ្យពោឲ្យជ័យបើអញ្ចឹងតាបួងសួងដល់អរុកអរិយអ្នកតាព្រៃភ្នំម្ចាស់ទឹកម្ចាស់ដីទាំងអស់អូយក្រងខំអត់មើលទេវ៉ៃឲ្យពោជ័យដល់ណែចៅប្រុសចៅស្រីរស់ស៊ីមានបានតិចតិជុំកើតចាក់តែជុំតែចាក់ជើងភ្នំកើតស្រូវកើតអង្គតែចាក់បងណកើតកូនកើតចៅឲ្យអ្នកទាំងពីរនឹងរស់ស៊ីឲ្យមានចេះតែបានខំចានលបោតខំពោតល្បេះខ្មោចចាល់តម្រេះធ្វើមិនត្រូវខ្មោចអស់ផ្លូវធ្វើមាត់ស្ញាញ់ណាចៅលោកតាទៀតមកអស់ហើយលោកតាតោះដោះថ្មិញទេចៅអានេះបើមកចាំកូនមកវិញកូនទិញជីយកមកដាក់មិនអីទេណាចៅទាំងពីរសូមឲ្យចៅទាំងពីរអ្នកណាកាន់ដៃគ្នាផ្សំប្រកបណាតែតួទៀនមានបានកើតការវាគុំតែជាក់តែជុំដូចទឹកអប់បំពង់ខ្ចីណាចៅណាសាធុលោកតាណែប៉ុណ្ណឹងហើយណាតាមិនបាននៅយូរទេមិត្តភក្តិចាំផឹកនៅផ្ទះអញ្ចឹងឯងលោកតាបញ្ញាប់ទៅជួបជុំណែលោកតាមចាស់ទឹកចាស់ដីថ្ងៃហ្នឹងមកច្រើនណាស់ចឹងតាលាហើយណាសម្លាញ់នៅបានស្រុកប្រយ័ត្នមើលក្រងខំទៅអើយលោកតាគ្រាន់ថាទៅភ្លាមបវល់3ជុំមកលីខ្សលបាត់ទៅហើយប៉ិតមែនហើយណាចៅទាំងពីរតាក៏លាដែរណាហឹបឃើញទេបងលោកតាតាមជ្រៃប៉ិតជាចេះនិយាយមែនណាបងចាន់អូនមានសាច់ឈាមល្អស្រស់ថ្លាសមជាកូនអ្នកថ្លៃថ្នូរមិនគួរណាអូនឯងមកវេទនាជាមួយនឹងបងទៅបំរើសទ្ធិទេអូនហើយបងអាណិតអូនខ្លាំងណាស់ណាទេពស្ដាចាន់អូនទេបងអូននឹងស៊ូទ្រាំរស់នៅជាមួយបងជាប្តីប្រពន្ធព្រមទាំងទៅជួយដោះបំណុលលោកសេដ្ឋីដោយយកកម្លាំងទៅបដោណាអញ្ចឹងចាស់អូនយើងកុំឲ្យខាតពេលវេលាយូរយើងទៅធ្វើកញ្ចាស់គេឲ្យបានឆាប់រហ័សបន្តិចទៅណាអូនណាមូលកធុនសេដ្ឋីនេះភ្លេងយល់ចិត្តឈ្មោះមូលកធុនសេដ្ឋីមិនចឹងបាទសម្បត្តិអ្វីមានមិនខ្វះហើយជឿទេមានជឿមិនអ្នកស្រុកភូមិផងចូលមកច្រើនណាស់ដូចគឺចឹងមែនទេត្រូវទាំងក្មេងទាំងចាំងចូលមកចៃលុយឲ្យរាប់ហត់ទេដល់ថ្ងៃមានហត់ទេហ៎មកអូយអ៊ំបើកភ្នែកឡើងគិតខំធ្វើការជំទាលអមឯងឃើញងាយមិញភ្លៀងពីសង្ខានលេងហើយឲ្យធ្វើអីនេះបោះដីអូឯងបោះដីឯណាដីដីប៉ុណ្ណឹងមើលមិនឃើញជឿសាក់យកដាច់លិតមើលនេះឲ្យឯងលិតបោះកាន់តែយូរសម្រាមកាន់តែច្រើនហ្នឹងវ៉ៃបើឯងបោះអញ្ចឹងដែលយករេមកបោះទៅឯងឃើញដូចរេដែរហ្នឹងវាជូរចង្អល់ដល់ស្អីដល់ខ្ញុំធ្វើការរាល់ថ្ងៃកាលមុនជួយបោធំឥឡូវវាទូចវារសារយើងប្រតិបត្តិការរាល់ថ្ងៃទៅវាចឹងទៅឥឡូវមិនបាច់ទេមកនេះមើលរៀងអញតិចសេដ្ឋីប៉ុណ្ណឹងសមណាកៅស្អាតបាតស្បែកជើងស្អាតអន់តែមុខមិនបានថាមុខយើងអន់មិនបានថាអន់តងស្នេហ៍អូយឯងចេះស៊ីប្រាក់ខែអញស្អើអញទៅចេះខុសទេអើមួយណាគេអើមួយណាគេមិញអើមួយអ៊ំឯងហ្នឹងនេះគិតទៅបដៅបានទាំងប្អូនទាំងបងវាជេអានេះជេអានេះថាជេបានជេទៅចឹងឯងធ្វើសេដ្ឋីវិញតាបាក់ពេកធ្វើសេដ្ឋីពីរនាក់មកនេះអញលើកបន្តិចលើចង់អើតភ្លាមមើលអាចចំមកមិនក៏អាមនុស្សទៅយូរមិនកំប្រមមកវិញវាទៅធ្វើបន់សពម្ដាយរបស់គេតែគេធ្វើឲ្យគេមកវិញហើយអ៊ំឯងមិនស្រួលដល់ទេយើងដើរយើងមកដល់ផ្ទះសេដ្ឋីហើយអាយ៉ាលោកអ៊ំហេបងផ្ទះលោកសេដ្ឋីយើបាត់តាណាយូរម្ល៉េះបើ
បងបាវខ្ញុំជាប់បនសមម្ដាយខ្ញុំអានេះប្រពន្ធរបស់ខ្ញុំឈ្មោះទិព្វសដាច័ន្ទ លោកសេដ្ឋីលោកសេដ្ឋី លោកសេដ្ឋីមើលណោស្អីគេទាំងគូមកនោះ ជំរាបសួរលោកសេដ្ឋីនេះប្រពន្ធរបស់ខ្ញុំ ពិតមែនហើយលោកសេដ្ឋី អីហើយចុះកាលឯងមកសន្យាជាមួយយើងថាមកម្នាក់ឯងហើយដល់ឡូវមកពីនេះយើងមានកន្លែងណាឲ្យនៅកន្លែងណាឲ្យស៊ីយើងបាននិយាយគ្នាហើយមិនចឹង ប៉ុន្តែនេះប្រពន្ធខ្ញុំដែលមានមេបាដឹងឮត្រឹមត្រូវ ពិតមែនហើយលោក ប្រពន្ធនឹងស្អីគេ ខ្ញុំសួរម៉ែឯង ជាលក្ខណៈស្រីទេឯងយកស្រីមកយើងមានកន្លែងឲ្យនៅទេ មិនមែនទេប្រពន្ធខ្ញុំគឺមានមេបាដឹងឮត្រឹមត្រូវច្បាស់លាស់ណាលោកសេដ្ឋី ចុះអញដឹង ជឿសួរដើមជ្រៃ ហើយតាឯងស៊ីម៉ានតុក មានស៊ីតុកណាកាមព្រៃ អ្នកណាគេការឲ្យ ដើមជ្រៃឯងមិនតាមចាស់ដី ញ៉ាំដល់ដើមជ្រេចេះ ខ្ញុំដល់មែនណា ពិតមែនណាលោ ដើ ក មជ្រៃចេះនិយាយមែនណាលោក អញជឿទេ មកភ្លេចយកទូរស័ព្ទលេខដើមជ្រៃមកទៀតហ្នឹង ចង់ទេមកហក់សំខ្លះណា ធ្វើមិនទៅបង និយាយដើមជ្រេចេះនិយាយមែនអី ចេះនិយាយមែន ឯងកុំមកនិយាយកុហកសទ្ធីយើងណា ខ្ញុំពីរនាក់ពិតជាប្តីប្រពន្ធមែនណាលោកសេដ្ឋី បើដើមជ្រេចេះនិយាយមែនមិនមនុស្សមកចូលមើលច្រើនអញ្ចឹងយើងពាត់លបងពាត់តង់ជុំវិញដើម្បីលក់សបត់យកលុយ ហេតុអីបានជាគាត់មិនជឿយើងបង ណែលោកសេដ្ឋីឲ្យប្រពន្ធខ្ញុំនៅផងប្រពន្ធខ្ញុំនឹងជួយធ្វើការលោកសេដ្ឋី ធ្វើការងារបានអីខ្លះ ខ្ញុំចេះធ្វើការច្រើនណាស់លោកសេដ្ឋី ការងារអី ធ្វើអីក៏ធ្វើបានដែរឲ្យតែលោកសេដ្ឋីឲ្យធ្វើ អូ ខ្ញុំចេះដាំបាយចេះបោកខោអាវចេះអត់ខោអាវចេះធ្វើគ្រប់យ៉ាងនៅក្នុងផ្ទះណាលោកសេដ្ឋី លោកសទ្ធីគេចេះធ្វើគ្រប់យ៉ាងណា ចឹងបានន័យថានាងចេះធ្វើអីគ្រប់យ៉ាងជាមួយយើងមែនទេ ពិតមែនហើយលោក ខ្ញុំមិនជឿទេលុះត្រាតែនាងឲ្យលោកសទ្ធីធ្វើសមមើលសិនទៅ អត់មិនយល់ទេបងមីនុក បងក៏មិនយល់ដែរពីអ្នកនឹងនិយាយលេលើទៅមុខទៅក្រោយអញ្ចឹងសំធ្វើតកែយើងមែនហើយ គេនិយាយត្រូវណាស់លោកសទ្ធី មិនអីទេបើនៅបានឲ្យតែធ្វើបានប៉ុន្តែ ឲ្យដែរលោកសេដ្ឋី អរគុណណាស់លោកសេដ្ឋី បើសិនជានាងនៅបាននេះតើនាងអាចត្បាញសូត្រក្នុងមួយថ្ងៃបាន100កៃទេ ហា100កៃក្នុងមួយថ្ងៃតើមានអ្នកណាអាចត្បាញបានក្នុងមួយយប់នោះណាបង លោកសេដ្ឋីលោកមានប្រសាសន៍នេះដូចជាធ្វើបាបខ្ញុំពីអ្នកប្តីប្រពន្ធហើយ ពិតមែន ដូន ហើយ តាណាមួយថ្ងៃច្បាច់បាន100កៃ បើនងកើតឲ្យវាទៅវិញទៅ លោកអ៊ំទិព្វសដាច័ន្ទអូនមកនេះនាំឲ្យបងលំបាកទៀតហើយ 100កៃច្រើនណាស់ណាធ្វើបាន បងបានហ្នឹងហើយលោកសេដ្ឋីធ្វើនេះដូចជាចង់ធ្វើបាបយើងទាំងពីរហើយបើអូនមិនព្រមទទួលទេប្រៀបដូចជាយើងចាញ់ប្រៀបលោកសេដ្ឋីពេកអូននឹងព្រមធ្វើតាមសំណើរបស់លោកសេដ្ឋីណាបង ទិព្វសដាច័ន្ទអូនក៏នឹងព្រមទៅមួយពួកហ្នឹងនោះ ណែលោកសេដ្ឋីបើសិនជាខ្ញុំអាចត្បាញបាន100កៃក្នុងពេលតែមួយយប់តើលោកសេដ្ឋីមានអីដោះដូរជាមួយនឹងប្តីខ្ញុំតើលោកសេដ្ឋី បើសិនជានាងធ្វើបានយើងពីនៅបំរើយើង10ឆ្នាំមកសល់3ខែពី3ខែមកសល់តែ3ថ្ងៃទេណា ល្អណាស់បងខ្ញុំនឹងព្រមធ្វើណា អូន បង ធ្វើបានមែនទេ ខ្ញុំធ្វើបានណាបង ទិព្វសដាច័ន្ទអូនបើសិនអូនធ្វើបានមែនយើងនឹងឆាប់បានរួចចេញពីក្រញាំបីសាច់ទាំងពីរនេះហើយណាអូន ពិតមែនហើយបង ឯងថាអាណាបាយសាច់ បីសាច់ទៅដើមជ្រៃ ល្អ មាននរណាទេក្រៅពីពួកយើងនឹងនោះ ខ្ញុំព្រមធ្វើលោកសេដ្ឋី ព្រមធ្វើខ្ញុំហើយហ៎ ខ្ញុំព្រមហើយលោកសេដ្ឋី ចុះបើធ្វើមិនបានវិញ3ខែឡើងជា10ឆ្នាំណា ខ្ញុំធ្វើបានលោកសេ ខ្ញុំ ដ្ឋី ធ្វើបានលោកសេដ្ឋី ឥឡូវបើធ្វើបានផ្តិតមេដៃ ឯណាយកกระดาษស្នាមមកខ្ញុំនឹងផ្តិតមេដៃជូនលោកសេដ្ឋីតែលោកសេដ្ឋីក៏មិនត្រូវក្រឡាស់ពាក្យសម្ដីដែរបើសិនជាខ្ញុំធ្វើបាន3ឆ្នាំនឹងដល់សល់3ខែ អូមិនដែលចេះនិយាយក៏កន្លះក៏ហក់អីទេដាច់មេដៃ លោកសេដ្ឋីក្តាស់កិច្ចសន្យារបស់លោកសេដ្ឋីដូចតុកបោកខោអាវអញ្ចឹង នេះចំនួនដើមឈួតចឹងបាទ អញដង អូសុំទោសលោកសេដ្ឋីមិនទាន់ច្បាស់ទេនៅស្មៅស្មៅ មិនអីទេយើងសុកចិត្តឲ្យឯងធ្វើបាបតចោះប៉ុន្តែ លោកសទ្ធីអត់កើតទេម្រាមតែមួយយើងមិនអាចជឿបានទេទោះតែម្រាមទាំង5 លោកសេដ្ឋីអញ្ចឹងខ្ញុំនាំប្រពន្ធខ្ញុំទៅរៀបចំខោអាវណាលោកសេដ្ឋី មិនបាច់ទេ ធ្វើការងារផ្សេងគ្នាអាប្រុសអានេះប្រុសចឹង នឹងប្រយ អាប្រុសធ្វើផ្សេង ហើយនាងស្រីនៅធ្វើកន្លែងនេះ អើ មានលោកឯងនៅធ្វើខាងនោះ ទៅដាំបន្លែស្រោចដំណាំអីនោះ មិនក៏ឲ្យខ្ញុំ
ធ្វើការបែកគ្នាអញ្ចឹងលោ ទឹក កសេ ស្ ដ្ឋី ដាចាន់អូនមួយថ្ងៃ100កៃឲ្យអូនធ្វើការតែម្នាក់អូនរួចឲ្យបងធ្វើការតែម្នាក់បងជីពួកនេះស៊ីខ្សែលើមែនតែម្ដងហើយណាម្ចាស់អូន កំព្រួយអីបងអូននឹងធ្វើតែម្នាក់ឯងឲ្យហើយក្នុងពេលតែមួយយប់ណាបង អូនធ្វើបានមែនណា អូនពិតជាធ្វើបានបងកុំបារម្ភអីណា បើធ្វើអត់បានទេដូរពាក្យវិញទៅ អត់អី ខ្ញុំ ទេ ធ្វើបានលោកសេដ្ឋី បាទអញ្ចឹងខ្ញុំចុះទៅក្រោមផ្លាកកៅអៅសិនទៅលោកសេដ្ឋី ហេ ហេ ឲ្យលោកសេ ទុក ដ្ឋី ប្រពន្ធឯងនាទីនេះហើយ អត់ទេទុកប្រពន្ធឯងហ្នឹងហើយឯងថយចេញទៅ អញ្ចឹងហ៎ ទុកយើងនៅមើលនាងឈើសិន អូនបងលាសិនហើយណាអូនណា ហ្នឹងហើយ ចាបង អូនមើលប្រយ័ត្នប្រយែងផងពួកនោះទុកចិត្តមិនបានទេណាណៃទេមើលទៅស្បែកជើងអីកាន់ជាប់ដៃទៅណាអូន មិនអីទេបងលោកសេដ្ឋីឯណាសោតឆាប់យកមកខ្ញុំក្នុងពេលតែមួយយប់ឲ្យបាន100កៃជូនលោកសេដ្ឋីណា ចាំតាមមើលទៅ សោតជំពាក់អញ្ចឹងណាតើអ្នកណាគេអាចត្បាញបានក្នុងរយៈពេលមួយយប់ឲ្យបាន100កៃបើសោតសិតតែសោតជំពាក់ណា បើធ្វើមិនបានមិនបាច់នៅ មិនបាច់នៅទេថាចេញហើយទៅ យើង ខ្ញុំនឹងប្រំធ្វើលោកសេដ្ឋី យើង ចឹងបានហើយហ៎ ចាប៉ិតប្រកាសហើយ អញ្ចឹងនាំអញទៅដេក យើងធ្វើចឹងមិនថោកពេកទេ ញ៉ែចេញមកនេះ អញ្ចឹងមកតោះ លុយអីមែនលុយអញណា ខ្ញុំថាមិនលុយអញណា ទៅ អើលោកសេដ្ឋីលោកធ្វើនេះដូចជាចង់ធ្វើបាបខ្ញុំពេកហើយអើបងមាននំតើអូនធ្វើមិនដាច់ទៅបើសោតជំពាក់យ៉ាងនេះអើម្ចាស់បងសូមរំលឹកគុណដល់ម្ចាស់បងទាំងពីរសូមម្ចាស់បងជួយខ្ញុំម្ចាស់ផងជីម្ចាស់អូនបើម្ចាស់បងអូយម្ចាស់អូនខ្ញុំម្ចាស់បងខ្ញុំមកឋានកណ្ដាលមានរឿងអីនឹងច្រើនណាម្ចាស់បងលោកសេដ្ឋីឲ្យប្តីខ្ញុំនិងខ្ញុំត្បាញសូត្រជំពាក់នេះឲ្យបាន100កៃក្នុងពេលតែមួយយប់តែឲ្យខ្ញុំធ្វើមិនដាច់ទៅបើសូត្រជំពាក់អញ្ចឹងណាជីអាចចង្រៃសេដ្ឋីនឹងធ្វើបានម្ចាស់អូនខ្ញុំផងម្ចាស់អូនមានទុកម៉ងអត់ទេទៅម្ចាស់បងអូម្ចាស់បងធ្វើមិនបានទេម្ចាស់អូនទៅបងចង់តែទៅវាយវាឲ្យងាត់តែម្ដងទេបានទេម្ចាស់បងយើងកុំទៅរករឿង5បើហង្សាទៅលើគេអីណាម្ចាស់បងយើងប្រឹង3នាក់ទៅប្រកាសជាហើយមិនអីទេម្ចាស់អូនទៅឥឡូវសោតនេះសំទៅយកឲ្យគោស៊ីមិនល្អមិនអីទេមកលើកឲ្យអស់មកយើងយកទៅត្បាញខាងក្នុងទៅណាយើងយកទៅជប់ទៅខាងក្នុងសោតនេះមានសោតបងជេកទៀតតើយកមកម្ចាស់បងជួយយកមកអស់មកម្ចាស់បងតយអូម្ចាស់បងទៅម្ចាស់អូនបើឥឡូវនេះបងជួយបានសម្រេចហើយណាខ្ញុំអរគុណណាម្ចាស់បងមិនអីទេសិតតែចំណាត់សោតល្អក្នុងពេលតែមួយយប់សោះយើងទាំង3នាក់អាចត្បាញបាន100កៃតែប៉ុណ្ណេះខ្ញុំនឹងរួចបំណុលនៅសល់តែ3ខែទេម្ចាស់បងម្ចាស់បងលាសិនហើយណាម្ចាស់បងខ្សោះហើយព្រោះម្ចាស់បងជប់ឡើងខ្សល់អស់ហើយលេងហើយសូមក្រាបថ្វាយបង្គំលាម្ចាស់បងទាំងពីរល្អហើយមិនទេម្ចាស់អូនណែម្ចាស់បងតយហោះទៅវិញឲ្យស្រួលបួនណាប្រយ័ត្នលិច Angry Bird ណាម្ចាស់បងយីមិនក៏និយាយ Angry Bird ចឹងមិនមែនទេថៃម្ចាស់បងមិនចង់ឲ្យនិយាយពាក្យហ្នឹងទេគឺម្ចាស់បងគេសាប់ចាប់មានចំពុះណាអូ sorry អូយ sorry ទៀតតោះម្ចាស់បងហើយណាម្ចាស់អូនទៅថែសាខ្លួនណាចាអរគុណណាម្ចាស់បងសូមធ្វើដំណើរឲ្យមានសេចក្តីសុខណាក្រាបទូលហោះទៅហោះទៅអរគុណណាម្ចាស់បងតែប៉ុណ្ណេះខ្ញុំនឹងយកទៅជូនលោកសេដ្ឋីសិន ទឹកស្ដាចាន់អូន បង មិនថ្ងៃរះទៅហើយអូនធ្វើបានសម្រាប់ទេអូន អូនធ្វើហើយបង អូនសប្បាយបាន100កៃមែនលោកសេដ្ឋីប្រពន្ធខ្ញុំត្បាញបានមែនអូយពិតជាអស្ចារ្យណាស់ទៀតស្ដាចាន់អូន លោកសេដ្ឋីនេះណាជីសោតចំពាក់ដែលលោកសេដ្ឋីបានឲ្យខ្ញុំត្បាញកាលពីយប់មិញ នេះ ហូចឯងទៅលួចគេពីណាមក ខ្ញុំមិនបានលួចគេទេនេះគឺជាកម្លាំងញើឈាមដែលខ្ញុំខំត្បាញមិនមាន នេះ ទេ លោកសេដ្ឋីប្រពន្ធខ្ញុំខំត្បាញចង់ងាប់ថាលួចធ្វើអាយ៉ាស់មកឥឡូវហើយ ពីសោតនេះ ខ្ញុំថាឡើយពេលដេកពេលពួនសូម្បីតែស៊ូចមិនហ៊ានទៅស៊ូចផង សោតនេះអញទុកតាំងពីឪអញមកអញដោះមកជីវិតហើយមិនដែលរួចទេមិនមកយកដោះបានហើយ មកពីឪសេដ្ឋីអត់ប្រយោជន៍ យើហ៊ានថាអីស្ថិតទៅប្រយោជន៍ផងហ៎ ណែ អញជួយដោះ ចង់ធ្វើ
ធ្វើអីប្តីខ្ញុំហ្នឹងលោកសេដ្ឋី ដករួចទេ ខ្ញុំព្រមធ្វើតាមសំណើរបស់លោកសេដ្ឋីហើយតា លោកអ៊ំយើងព្រមចាញ់វាទៅអាណត្តិគ្នា វាលួចគេទេ ខ្ញុំមិនបានលួចអ្នកណាទេក្នុងពេលមកយកខ្ញុំនៅក្នុងផ្ទះលោកសេដ្ឋីរហូតតែខ្ញុំមានពេលអាណាទៅលួចអ្នកដទៃនោះ ឥឡូវនេះខ្ញុំធ្វើបានហើយ ឥឡូវស្បត់មួយចឹង ហេលោកសិទ្ធិនេះនិយាយទៅប៉ែមែនវៃ អ៊ំឯងក៏ថោកម៉េចឲ្យទៅស្បត់ទៀត ស្បត់សោះ យូរទៅកាន់តែថោកឡើងហើយនេះ ឥឡូវ សល់តែ3ខែទេណាបង ឥឡូវចឹងចូលចឹងចុះអញសុកចិត្តចាញ់ហ៎ អញ្ចឹងយើង3ខែទៀតយើងមករួចបំណុលគេហើយទើបស្ដារច័ន្ទអូនបងសប្បាយចិត្តណាស់អញ្ចឹងមកអូនបងអូនទៅសម្រាក ខ្ញុំលាសិនហើយលោកសេដ្ឋី ឌឺណាស់ អ៊ំយើងខាតហើយណា ខាតហើយ មកស៊ីបាយបង្ហាន់ដល់2នាក់វាធ្វើមកយប់ហើយអស់វារួចដល់3ខែដល់10ឆ្នាំដល់សល់តែ3ខែ ហើយជាប់កាច់ គិតចុះគិតឡើងមិនមែនវាភ្លើទេគឺអ៊ំឯងហើយភ្លើតោះអ៊ំទៅរកភ្លើបន្តទៀត ត្រង់ពលាម ឈ្មោះអីវ៉ៃ ថ្ងៃនេះទទួលព្រះរាជអង្គការពីព្រះអង្គជាម្ចាស់ចុះទៅចាប់ពនាងទេពធីតាឡើងមកឋានលើវិញស្ទុយ ស្ដារច័ន្ទអូន បងមាននប់ ឥឡូវនេះយើងបានរួចផុតពីខ្ញុំកញ្ចាស់គេហើយទើបស្ដារច័ន្ទអូនហើយបងពិតជាអរគុណអូនខ្លាំងណាស់ មិនអីទេបង ដែលអូនបានមកជួយបបរំណុលបងឥឡូវនេះយើងមកដល់ណាហើយម្ចាស់អូនឯងឃើញទេព្រីព្រឹក្សា ខ្ទមបាក់បែកនេះជាខ្ទមរបស់អ្នកណាទៅបង ទើបស្ដារច័ន្ទអូនឯងមើលនោះ បងមើលសត្វសារិកាមួយគូវាកំពុងតែចាក់គ្នានោះបង ឯណា អូនោះណូ ឯណា បង អូ ឃើញទេបងវាហោះទៅខាងនោះហើយវាហោះទៅទៀតហើយសត្វសារិកាមួយគូវាចាក់គ្នាគួរឲ្យស្រឡាញ់ណាស់វាហោះមកនេះហើយបងវាហោះទៅនោះហើយវាទៅនោះវិញហើយវាទៅនោះវិញហើយបងវាមកនេះ បាយហោះច្រើនពេកប្រយ័ត្នស៊ីសាំងណាម្ចាស់អូន វាហោះវាទៅតុំលើម៉ែងនោះហើយបង ទើបអបសរអូនទើបស្ដារច័ន្ទអូនបងច្រឡំ ទៅបង ទើបស្ដារច័ន្ទអូនមើលនោះសារិកាមួយគូនោះហុចអាមួយវាអើតក្បាលឡើងទៅលើហើយចុះអាមួយនេះអើតក្បាលចុះក្រោមវាចង់មើលអីអូន ណែបងសត្វសារិកាមួយគូនោះប្រៀបដូចជាមនុស្សយើងប្រៀបដូចជាយើងតាំងពីអញ្ចឹងគឺវាមានជីវិតមានរស់មានស្លាប់មានជួបមានព្រាត់ជារឿងរបស់សត្វក៏ដូចជាមនុស្ស អាមួយនោះវាឡើងមើលទៅលើធ្វើអី កុំនិយាយពីរឿងសត្វអីណាបង ទើបស្ដារច័ន្ទអូនអូចុះអាមួយនោះឥឡូវវាហោះទៅបាត់ហើយអាមួយប្រហែលជាប្រពន្ធវាហើយចុះអាប្តីវាឯងគុំព្រមហោះដេញតើអត់ភ្លើភ្លើទៅដល់ថ្មគូបាយយ៉ាក្បាលហើយបងមាននោះ ហ៎ គ្មានអីទេ ទើប បង ស្ដារច័ន្ទអូនឥឡូវអូននៅនឹងឲ្យបងទៅរកកាប់ដើមកន្ត្រាំងបាយសដើម្បីយកបបោសកន្លែងនេះដើម្បីឲ្យអូនបានសម្រាកទៅមានកន្លែងស្អាតបាតអញ្ចឹងបងទៅណាអូនណាបងទៅហើយ ចាបង បងទៅតែផ្លិតបងមកវិញហើយអូនមើលអីវ៉ាន់ណាអូនណា បងមាននោះសត្វសារិកាមួយគូនោះប្រៀបដូចជាយើងទាំងពីរតែកំពុងតែរស់នៅមានជប់មានព្រាត់បន្តិចទៀតនេះវានឹងដល់ពេលវេលាដែលអូនឃ្លាតចេញពីបងហើយឲ្យប្តីសម្លាញ់លោកសេនាឋានលើ ព្រះនាងទេពធីតាថ្ងៃនេះទូលបង្គំជាខ្ញុំបានទទួលព្រះរាជអង្គការពីប្រគំជាម្ចាស់ឲ្យមកជាព្រះនាងឡើងទៅឋានយើងវិញក្រាបទូល ចាប់ពេលចាប់ប្តីខ្ញុំមកសិនទៅលោកសេនាឋានលើ មិនបាន ទើប ទេ ស្ដារច័ន្ទអូន បងមាននោះ ទើបស្ដារច័ន្ទជួយអាណាគេកាន់បថៅឆ្លើយម៉េះ នេះគឺជាសេនាឋានលើណាបងមាននោះវាមកយករកអូនទៅវិញហើយ អូនជាស្រីសួរ ពិតមែនហើយ ចុះអាមួយនោះ ទេពតាស្គាល់មុខស្គាល់មកត់ផងមួយមក ណែ ម្ល៉េះហេ កុំធ្វើអីប្តីខ្ញុំអីលោក យ៉ាក់បាក់ខ្វោកលើហេ បងមាននោះ ទើបស្ដារច័ន្ទអូន បង លោកសេនា ទៅ ឋា ឋា ន ន លើ ទូលបង្គំឬមកទៅ
លោកសេនាឋានលើកុំយកប្រព្រឹត្តខ្ញុំទៅអីលោកសេនាឋានលើ ឈឺអានេះ ណែកុំធ្វើអីប្រៃខ្ញុំ ទៅមិនទៅ សេនាឋានលើ ហើសិលអី បងមានដប់ពុតធូបងលោកសេនាឋានលើពុតធូបងអើយប្តីសម្លាញ់ចិត្តអូន សិលពីអានេះ អើហេតុអីក៏ឲ្យខ្ញុំជួបហើយបែរជាព្រាត់វិញដូចនេះណា បាទលយម៉ែ បើមុននឹងអូនទៅអូននឹងទៅសេផ្ដាំអក្សរានៅអ្នកតាដើមជ្រៃ ម្ចាស់អូនបងសុំខ្នាចកាយបន្តិចមក អ្នកតាដើមជ្រៃខ្ញុំសុំផ្ញើអក្សរាដែលចានៅលើដើមជ្រៃនេះថារដូវស្លឹកឈើជ្រុះនៅផ្ការីកថ្មីនៅឆ្នាំថ្មីក្រោយនេះខ្ញុំនឹងមកជួបនឹងប្តីរបស់ខ្ញុំម្ដងទៀត ដាក់ជាលើកចាប់ដល់ជ័យចោលឡើយ អូបងមាននប់ មក បងមាននប់បងមាននប់ ទឹកស្ដាច័ន្ទអូនទឹកស្ដាច័ន្ទអូនទឹកស្ដាច័ន្ទអូនហោះទៅហើយសេនាឋានលើយកប្រពន្ធខ្ញុំចាំមកវិញមកអើយពួកនេះទៅប៉ែណាស់វើយទឹកស្ដាច័ន្ទអូនទឹកស្ដាច័ន្ទអូនហោះអូនអត់ប្រសាប់សរងទេទឹកស្ដាច័ន្ទអូនអើយដើមជ្រៃឆាប់និយាយមកដើមជ្រៃ អូយអានេះធាក់មែនតើណា ដើមជ្រៃប្រពន្ធខ្ញុំគេយកទៅបាត់ហើយលោកនេះហើយជីមេបារៀបការខ្ញុំនឹងទឹកស្ដាច័ន្ទឥឡូវនេះគេយកពុកចំហើយដើមជ្រៃឆាប់និយាយមកដើមជ្រៃ អូយអាឆ្លើយកាលពីមុនឯងទៅស្រឡាញ់ទេពធីតាសួរអញដើមជ្រៃហ៊ានផងអាឆ្លើយ ឥឡូវនេះគេយកប្រពន្ធខ្ញុំហើយទឹក គេ ស្ យ ដា កប្រ ច័ ព ន្ទ ន្ធទៅមកធាក់អញដឹងអុយអញ ឲ្យជួយខ្ញុំ ជួយមិនបានអញដើមជ្រៃនៅតែហ្នឹង លោកតាម្ចាស់ដីលោកតាម្ចាស់ដីលោកតាម្ចាស់ អូយស្អីទៀតហើយហ៎ ទឹកស្ដាច័ន្ទហោះឡើងទៅឋានលើហើយឲ្យ ទៅឋានលើផ្ទះតងដល់អញហ៎អូថៃ ទឹកស្ដាច័ន្ទអូនពេលដែលអូនទៅផុតពួកនេះប្រើមិនបានទេ អី ទឹក អា ស្ដាច័ន្ទអូន កាម៉េច ទឹកស្ដាច័ន្ទអូនបានទៅសេទៅសេពាក្យនៅនឹងដើមជ្រៃថាអូននឹងឲ្យបងមកចាំអូននារដូវការីកអូនបើយកកូនបងឡើយ អូចាំបាច់អត់អានទៅអា ទេពស្ដាច័ន្ទអូនយើងនឹងចាំជួបគ្នានារដូវផ្ការីកឆ្នាំក្រោយ ធ្វើមិនដាច់ជាគូមិនគូប្រេងឥឡូវកាត់ចិត្តចាក់ខ្លោមទៅណាចាំរដូវការីកនាងមកជួបហើយឯងប្រញាប់ទៅមើលបដាល់នោះ អរគុណហើយចឹងចាប់ជួបគ្នានៅរដូវផ្ការីកទៀតណាដើមជ្រៃ ហ្នឹងហើយ បាទអរគុណណាស់មានការខុសឆ្គងបាទជាមួយនឹងសាច់រឿងដើមបាទសូមបន្តកាន់តែបិទទោសលើកខ្ញុំគាត់តែលើកឈុតមក